ប្រិមត្តជាទីគោរពនិងជាទីមេត្រីកាសែត The Nation ថាកម្ពុជាដាក់ពង្រាយយោធា 12,000 នាក់នៅតំបន់ម៉ាំបីឆុងបករាជធានីបាងកកប្រពន្ធពីភ្នាក់ងារសន្តិសុខក្នុងតំបន់ថៃបានរាយការណ៍កាលពីថ្ងៃសុក្រទី6 ខែមិថុនាថាកម្ពុជាបានចល័តកងទ័ពចំនួន 12,000 នាក់ដើម្បីពង្រឹងវត្តមានឈរជើងរបស់ខ្លួននៅតាមព្រំដែនកម្ពុជាថៃក្នុងតំបន់ម៉ាំបីឆុងបកខណៈការនេះបានធ្វើឲ្យភាគីថៃគឺកំពុងតែបង្ហាញពីការព្រួយបារម្ភនិងខឹងសម្បារជាខ្លាំងនេះបាត់យោងតាមកាសែត The Nation ប្រពន្ធដដែលបានចុះផ្សាយដោយកាសែតខាងលើបន្ថែមថាបុគ្គលិកយោធានិងអាវុធធុនធ្ងន់ត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់ចាប់តាំងពីផ្ទុះអាវុធក៏ដូចជាមានភាពតានតឹងរវាងកងទ័ពកម្ពុជាជាមួយនឹងថៃនៅប្រាសាទតាមាន់ធំនិងតំបន់ម៉ាំបីក្រោយចំនួនផ្ទុះឡើងកម្ពុជាបានបង្កើនវត្តមានយោធានៅតំបន់ផ្ទុះវិវាទថ្មីដោយដាក់ពង្រាយកងទ័ព 10,000 នាក់និងពង្រីកឃ្លាំងសុភាវុធរបស់ខ្លួនទោះបីជាយ៉ាងណាក៏ដោយក្រោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាដល់ក្នុងដីកម្ពុជាបានដាក់ពង្រាយកងទ័ពចំនួន 3,000 នាក់នាំឲ្យចំនួនកងទ័ពកម្ពុជាសរុបនៅតំបន់ម៉ាំបីឆុងបកកើនឡើងរហូតទៅដល់ 12,000 នាក់ប្រភពពីប្រទេសថៃបានបន្ថែមទៀតថាឥឡូវនេះកងទ័ពកម្ពុជាត្រូវបានពង្រាយនៅទូទាំងទីតាំងយុទ្ធសាស្ត្ររួមមានភ្នំ745ភ្នំ641និងតំបន់ម៉ាំបីប្រពន្ធពីភ្នាក់ងារសន្តិសុខថៃបានបង្ហាញទៀតថាកងកម្លាំងកម្ពុជាបានដាក់ទីតាំងកាំភ្លើងធំនិងបរិខាសឹកយោធានៅតាមព្រំដែនជាច្រើនរួមមានឧបករណ៍បាញ់គ្រាប់រ៉ុកែតកង់6រួមជាមួយរថយន្តដឹករ៉ុកែត60គ្រាប់ឧបករណ៍បាញ់គ្រាប់រ៉ុកែតចម្រុះ OM70 កាំភ្លើង SH1A 155 មីលីម៉ែត្ររថយន្តរ៉ាដា 700D រថក្រោះ T55 កាំភ្លើង M64 កាំភ្លើងប្រឆាំងយន្តហោះSET-U-23 ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈកម្ពស់ទាប QW កាំភ្លើងវែង82 មីលីម៉ែត្រកាំភ្លើងយន្តធុនធ្ងន់ 12.7 មីលីម៉ែត្រកាំភ្លើងធំប្រភេទ85 125 មីលីម៉ែត្រកាំភ្លើងធំបាញ់ស្វ័យប្រវត្តិ SH1A 155 មីលីម៉ែត្រនិងមីស៊ីល BM21 ជាច្រើនគ្រាប់នេះបញ្យោងតាមខ្លឹមសារពីកាសែត The Nation